ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប United នឹងបន្តដំណើរស្វែងរក3ពិន្ទុរដូវកាល2017នេះនៅថ្ងៃអាទិត្យទី26ខែកុម្ភៈដែលទទួលស្វាគមន៍ស៊ីម៉ាក់ United នៅកីឡដ្ឋានខេមរៈភូមិន្ទស្តាតចាស់ Willie Monk 3 រសៀលលោកសុកវាសនាគ្រូបង្វឹកអាស៊ីអឺរ៉ុបលើកឡើងថាស៊ីម៉ាក់ជាក្រុមមានកម្រិតប្រហាក់ប្រហែលក្រុមលោកដែរតែលោកអះអាងថាអាស៊ីអឺរ៉ុបនឹងពង្រឹងប្រព័ន្ធការពារនិងបម្រើឲ្យកាន់តែល្អប្រសើរដើម្បីការពាររបូតគ្រាប់បាល់ដោយជំនួបបើកឆាកដែលចាញ់ភ្នំពេញក្រោន 3-0 កាលពីថ្ងៃអាទិត្យកន្លងទៅខ្ញុំមើលតាម Facebook ដែល live មកពីសៀមរាបឃើញថាទម្រង់លេងរបស់គេគឺល្អដែរគេមានកម្រិតមធ្យមតែយើងក៏មធ្យមដូចគ្នាមានកីឡាករប្រៀបធៀបទៅគឺផាក់ផាយនេះយើងនឹងកែតំបន់ការពារច្រើនតិចដោយសារថ្ងៃនេះយើងមានបញ្ហាមួយចំនួនធំដែលការពារធ្វើឲ្យបានល្អហើយនឹងបំរើគឺយើងនឹងកែបន្តិចទៀតក្រោយបញ្ចប់សប្តាហ៍ទី1នៃលីគកំពូលកម្ពុជាអាស៊ីអឺរ៉ុប United កំពុងឈរនៅលំដាប់ទី11លើក្រុមបាល់តារាង Western ដោយមាន0ពិន្ទុដូចគ្នាចំណែក SIMAC United ដែលស្មើម្ចាស់ផ្ទះ Cambodian Tiger នៅកីឡដ្ឋានខេត្តសៀមរាប1-1កំពុងឈរនៅលេខ6មាន1ពិន្ទុក្នុងដៃ